ចំពោះពីខ4កុំឲ្យគ្រប់គ្នាស្វែងរកប្រយោជន៍ចោលខ្លួនកុំឲ្យគ្រប់គ្នាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនត្រូវស្វែងរកចំពោះអ្នកដទៃផងខ្ញុំស្រឡាញ់ខ7ពីឡៃនេះនេះគឺជាខ7ដែលឲ្យយើងទាំងអស់គ្នាផ្ចង់អារម្មណ៍របស់យើងទៅលើអ្វីដែលជាគ្រឹះលំនឹងមួយរបស់យើងជាអ្នកជឿព្រះយេស៊ូវអរគុណព្រះអង្គពួក Pilgrim ហើយពួក Indian គេបានធ្វើជាគំរូសម្រាប់យើងទាំងអស់គ្នាកាលពីជាង200ឆ្នាំកន្លងទៅនៅទីនេះនៅសហរដ្ឋអាមេរិកមនុស្សមួយក្រុមដែលធ្វើដំណើររាប់ខែតាមកប៉ាល់ទឹកពីទ្វីបអឺរ៉ុបមកកាន់ប្រទេសអាមេរិកទឹកដីថ្មីគេមិនដឹងថាតើគេត្រូវធ្វើអ្វីនៅទីនេះមហូបអាហារដែលគេដាក់តាមកប៉ាល់របស់ផងគេត្រូវអស់គេមានការស្រេកឃ្លាននៅពេលដែលមកដល់ទឹកដីថ្មីគេគ្មានអ្វីទាំងអស់អរអ្នកបងប្អូនមិនមានការដែលគេធ្វើដំណើរមកកាន់ទឹកដីថ្មីពីព្រោះគេចង់បានការរស់នៅមួយដែលមានសេរីភាពផ្ដល់សេរីភាពសម្រាប់ពួកគេហើយផ្នែកមួយនៃសេរីភាពដែលគេស្វែងរកគឺសេរីភាពខាងឯជំនឿខាងឯសាសនាពីព្រោះពួកគេទៅបីនៅទ្វីបអឺរ៉ុបពេលនោះមនុស្សជាច្រើនគេជាអ្នកថ្វាយបង្គំព្រះយេស៊ូវក៏ប៉ុន្តែការដែលគេរស់នៅទីនោះគេជួបប្រទះនឹងការលំបាកជាច្រើនជាពិសេសសេចក្តីជំនឿរបស់ផងគេរបស់ពួក Pilgrim នោះធ្វើឲ្យគេពិបាកក្នុងការរស់នៅហើយគេនាំគ្នាធ្វើដំណើរមកទីនេះគឺជាទឹកដីថ្មីការអនុវត្តឬក៏ការធ្វើសម្រាប់ចិញ្ចឹមជីវិតក៏ត្រូវថ្មីទាំងអស់កន្លែងនេះខ្ញុំចង់ឲ្យយើងទាំងអស់គ្នាបានសម្លឹងមើលមកក្នុងជីវិតរបស់យើងរៀងៗខ្លួនផងដែរអរអ្នកបងប្អូនមាននឹងខ្ញុំបានធ្វើដំណើរចេញអំពីប្រទេសយើងគឺប្រទេសដ៏ឆ្ងាយហើយយើងជឿថាការអនុវត្តអ្វីដែលយើងធ្វើនៅទីនេះនិងនៅទីនោះក៏ខុសគ្នាដែរមែនទេឆ្ងាយការអនុវត្តខ្លះគឺថាវាខុសគ្នាច្រើនមែនទេពួក Pilgrim ដែលគេធ្វើដំណើរមកទីនេះដូចគ្នាខ្ញុំសូមជម្រាបថានៅអឺរ៉ុបទោះបីធ្លាក់ទឹកកកធ្លាក់ស្នូលក៏ប៉ុន្តែមិនសូវត្រជាក់ដូចនៅអាមេរិកទេអាមេរិកនេះត្រជាក់ខ្លាំងមែនទេហើយនៅទីនោះដោយសារតែមានសមុទ្រអាត្លង់តិកហើយនៅជិតទ្វីបរបស់ផងគេមានកម្ដៅដែលចេញពីសមុទ្រធ្វើឲ្យទ្វីបអឺរ៉ុបមិនសូវត្រជាក់ដូចនៅអាមេរិកអរអ្នកបងប្អូនមាននៅពេលដែលគេមកដល់ជនជាតិឥណ្ឌាគេបានស្វាគមន៍ពួកអ្នកដែលកំពុងតែធ្វើដំណើរមកហើយពួកគេអត់ឃ្លានប៉ុន្តែអ្វីដែលខ្ញុំចង់ឲ្យអ្នកបងប្អូនមានមើលឃើញមើលនៅក្នុងកន្លែងនេះន័យថានៅពេលដែលគេចាប់ដើមដាក់ប្រក់ពូជទៅក្នុងដីគឺពួកឥណ្ឌាបានបង្រៀនពួកអ្នកស្រុកថ្មីរបស់ផងគេមិត្តភក្តិថ្មីរបស់ផងគេឲ្យមើលឃើញថាគេត្រូវដាំដុះមុនពេលស្នូលធ្លាក់បើនៅស្រុកយើងcòn làមានព្រៀនបានយើងធ្វើស្រែធ្វើចម្ការណាប៉ុន្តែគន្លឹះមួយដ៏សំខាន់គឺយើងត្រូវព្រោះពូជមុនពេលស្នូលធ្លាក់នេះគឺជាសេចក្តីដែលពួកឥណ្ឌាបានបង្រៀនពួកនោះនៅពេលដែលស្នូលធ្លាក់រួចស្រាប់តែផលដំណាំនោះបានដុះហើយគេនាំគ្នាចាប់ដើមជ្រោកគេនាំគ្នាចាប់ដើមយកផលដំណាំមកដាក់នៅក្នុងជំរុករបស់ផងគេហើយគេចាប់ដើមបន្តទៅមុខទៀតធ្វើបន្តទៅមុខទៀតដូច្នេះអ្វីដែលគេដាក់នៅក្នុងដីឲ្យអ្នកបងប្អូនវិញ្ញាណគេចង់ឲ្យយើងសម្លឹងមើលនៅក្នុងកន្លែងនេះសេចក្តីជំនឿរបស់អ្នកជឿព្រះយេស៊ូវមិនមែនគ្រាន់តែជឿថាអ្វីដែលយើងធ្វើព្រះផ្ដល់ពរដល់យើងតែប៉ុណ្ណោះទេប៉ុន្តែអ្វីដែលយើងទាំងអស់គ្នាដាក់ទៅក្នុងដីដើម្បីដាំព្រះថែរក្សារបស់អស់នោះផងដែរកន្លែងនេះសំខាន់មែនទេដូច្នេះហើយបានជាអរគុណដល់បងសេងគំនួនដែលបានរំលឹកប្រាប់យើងសារឡើងវិញអំពីអ្វីដែលព្រះអធិការបានបង្កើតរបស់សពសារពើហើយនៅពេលដែលមិនទាន់មានអ្វីទាំងអស់នោះព្រះបានបង្កើតរបស់អស់នោះសម្រាប់យើងហើយយើងគឺជាអ្នកដែលព្រះបានបង្កើតចុងក្រោយឲ្យយើងទាំងអស់គ្នាបានទទួលផល
ទទួលសេចក្តីអសប្បាយអំពីអ្វីដែលព្រះបានធ្វើរួចស្រេចទៅហើយដូច្នេះជីវិតរបស់យើងទាំងអស់គ្នាគឺជាលទ្ធផលនៃការដែលយើងទាំងអស់គ្នារស់នៅដោយទទួលផលផ្លែអំពីព្រះអំពីអ្វីដែលព្រះបានធ្វើសម្រាប់យើងទាំងអស់គ្នាអរគុណបងប្អូនមាននៅពេលដែលព្រះគម្ពីរនៅក្នុងកន្លែងនេះនៅក្នុងខ3ព្រះបានសូមឲ្យពួកអ្នកជឿឲ្យមានចិត្តតែមួយធ្វើការជាមួយគ្នាហើយស្ដាប់បង្គាប់គ្នាទៅវិញទៅមកដោយចិត្តសុភាពប៉ុន្តែខ4ប្រាប់ថាឲ្យយើងទាំងអស់គ្នាកុំស្វែងរកតែប្រយោជន៍តខ្លួនត្រូវស្វែងរកចំពោះអ្នកដទៃផងនៅពេលដែលខ្ញុំទទួលស្គាល់ព្រះយេស៊ូវជាព្រះអង្គម្ចាស់សង្គ្រោះនៅក្នុងខែ12ឆ្នាំ1979នៅពេលដែលរត់ចេញពីស្រុកខ្មែរមកដល់ស្រុកថៃគឺថាគ្មានអ្វីទាំងអស់នៅក្នុងខ្លួនរបស់ផងយើងប៉ុន្តែដឹងអីថាខ្ញុំគ្មានគម្រោងក្នុងការធ្វើឲ្យខ្លួនខ្ញុំទៅជាអ្នកជឿព្រះយេស៊ូវទេខ្ញុំគ្មានគម្រោងទេហើយខ្ញុំជឿថាអស់លោកអ្នកបងប្អូនភាគច្រើនក៏ជាមនុស្សដូចខ្ញុំផងដែរយើងគ្មានគម្រោងក្នុងការផ្លាស់ប្ដូរសាសនាសេចក្តីជំនឿរបស់យើងប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំបានខ្លាយទៅជាអ្នកជឿព្រះយេស៊ូវនៅពេលដែលខ្ញុំបាត់បង់អ្វីទាំងអស់ក្នុងជីវិតរបស់ផងខ្ញុំរួមទាំងអ្វីដែលយើងមាននៅក្នុងស្រុកយើងពេលនោះគ្រួសាររបស់ផងខ្ញុំឪពុកម្ដាយរបស់ផងខ្ញុំយើងបែកគ្នាទាំងអស់បងប្អូនយើងបែកគ្នាទាំងអស់នៅក្នុងជំរំយើងរស់នៅក្នុងកន្លែងមួយដែលទាហានគេយាមយើង24ម៉ោងយើងមិនអាចចេញក្រៅពីជំរំបានទេហើយគេថៃឈ្មោះរបស់យើងត្រូវគេផ្លាស់ប្ដូរពីមនុស្សធម្មតាដែលធ្លាប់មានប្រទេសខ្លាយទៅជាអ្នកភៀសខ្លួនកន្លែងនេះឯងដែលបាននាំខ្ញុំជំរុញខ្ញុំឲ្យទៅជាអ្នកជឿព្រះយេស៊ូវហើយជឿព្រះយេស៊ូវក៏មិនដែលមានគំនិតគិតថាជឿព្រះយេស៊ូវដើម្បីមកស្រុកអាមេរិកដែរពីព្រោះយើងអត់ដឹងថាយើងទៅទីណានៅឡើយទេក៏ប៉ុន្តែយើងបានទទួលស្គាល់ព្រះអង្គជាព្រះអង្គម្ចាស់សង្គ្រោះខ្ញុំចង់ឲ្យយើងមើលឃើញដូច្នេះតែថានៅពេលដែលយើងទទួលស្គាល់ព្រះអង្គជាព្រះអង្គម្ចាស់សង្គ្រោះខ្ញុំបានទទួលស្គាល់ថាព្រះល្អសម្រាប់ខ្ញុំគឺជាខគម្ពីរតែចំណាប់បានអានមួយនេះបន្តិចព្រះល្អមែនទេអូណាស់យើងនឹកចាំមួយនេះបន្តិចដែលខ្ញុំជម្រាបថាពួកភាគពីដើមគេរស់នៅទ្វីបអឺរ៉ុបឥឡូវនេះគេរស់មកនៅក្នុងទ្វីបអាមេរិកពីដើមយើងរស់នៅស្រុកខ្មែរឥឡូវនេះយើងរស់មកដល់ស្រុកអាមេរិកអរអ្នកបងប្អូនមានខ្ញុំមិនចង់និយាយអំពីអឺរ៉ុបឬក៏អាមេរិកស្រុកខ្មែរឬក៏អាមេរិកទេខ្ញុំនិយាយអំពីការវិវត្តនៅក្នុងជីវិតរបស់ផងយើងនៅពេលដែលយើងទាំងអស់គ្នាវង្វេងបាត់បង់យើងបានដឹងថាតើយើងត្រូវធ្វើអ្វីសម្រាប់ជីវិតរបស់ផងយើងព្រះអធិការដែលបង្កើតផ្ទៃមេឃផែនដីនិងរបស់សពសាលពើព្រះបានឆ្លៀតចូលមកក្នុងជីវិតរបស់ផងយើងខ្ញុំប្រើភាសាអង់គ្លេសគេប្រើថា interrupt មួយម៉ាត់បានន័យថាជួនកាលព្រះបានឆ្លៀតចូលមកក្នុងជីវិតរបស់ផងយើងនៅពេលណាដែលយើងសុខស្រួលព្រះចូលមកក្នុងជីវិតរបស់ផងយើងដើម្បីបង្វែរផ្លូវដែលយើងដើរកុំឲ្យយើងធ្លាក់ទៅក្នុងសេចក្តីវិនិច្ឆ័យអន្តរាយជួនកាលទៀតនៅពេលណាដែលយើងជួបប្រទះនូវបញ្ហាពិបាកព្រះក៏ឆ្លៀតចូលនៅក្នុងជីវិតរបស់ផងយើងដើម្បីផ្លាស់ប្រែការពិបាកឲ្យទទួលជំនួយអំពីព្រះផងដែរខ្ញុំសូមលើកឧទាហរណ៍មួយគឺជាឧទាហរណ៍សាមញ្ញបំផុតក្មេងម្នាក់វានៅទូហើយមានក្មេងមួយទៀតធំវា high school អាទូចនឹងអាធំជិះឡានបើជាមួយគ្នាខែ winter អាធំប្រាប់អាទូចថា I stick your tongue to the អានេះបបោភ្លើងមួយហើយពេលនោះវា frozen អាកូននោះគ្នាអត់ដឹងគ្នា stick out the tongue ហើយណាត់វាជាប់ក្នុងបកគោនោះមកអត់រួចអរអ្នកបងប្អូនវិញមានដឹងឯកន្លែងនេះអញ្ចឹងហើយបានជាព្រះកាយយើងអឡងអូខេដូច្នេះហើយបានជាយើងទាំងអស់គ្នាមានមុខងារក្នុងការទទួលខុសត្រូវធំក្នុងជីវិតរបស់បងយើងនៅពេលដែល
នៅពីតូចយើងអត់ខ្វល់ខ្វាយអ្វីទាំងអស់ប៉ុន្តែនៅពេលដែលយើងធំបន្តិចយើងចាប់ផ្ដើមទទួលស្គាល់ថាបើខ្ញុំធ្វើចេះទៅមាននាំផលវិបាកមកដល់ជីវិតហើយខ្ញុំជឿថាក្មេងធំ high school នោះគេនឹងដាក់តនកម្មក្មេងនោះខ្លាំងមែនទែនពីព្រោះគេបានបង្រៀនកូនក្មេងទូចមួយឲ្យជួបប្រទះនឹងការលំបាកប្រហែលជាគេ suspend វាអត់ឲ្យជីបឬ suspend វាអត់ឲ្យទៅរៀនប្រហែលជាមួយអាទិត្យពីរអាទិត្យអត់ដឹងប៉ុន្តែការនេះកើតមានឡើងប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនមានមើលឃើញថាទោះបីយើងដើរក្នុងជីវិតដ៏លំបាកយ៉ាងណាក៏ដោយអ្នកដែលទទួលខុសត្រូវក្នុងជីវិតរបស់ផងយើងក្នុងករណីនេះយើងជាអ្នកជឿព្រះយេស៊ូវយើងជឿថាព្រះដ៏ល្អតែងតែជួយយើងទាំងអស់គ្នាឲ្យរស់នៅក្នុងជីវិតមួយដែលប្រកបដោយការល្អដើម្បីឲ្យយើងបានទទួលជោគជ័យក្នុងជីវិតផងដែរដូច្នេះហើយបានជាខ្ញុំតែងតែជម្រាបប្រាប់អរអ្នកបងប្អូននាងថានៅពេលដែលព្រឹត្តិការណ៍ធំទាំងអស់នៅក្នុងពិភពលោកកើតមានឡើងប៉ុន្តែខ្ញុំមើលឃើញអំពីអ្វីដែលយើងរស់នៅក្នុងប្រទេសនេះអរអ្នកបងប្អូននាងប្រទេសផ្សេងទៀតគេដណ្ដើមគ្នាសម្រាប់រស់មែនទេគេដណ្ដើមគ្នាសម្រាប់រស់ competition ក៏ប៉ុន្តែស្រុកនេះយើងចែកគ្នារស់ប៉ុន្តែចែកគ្នារស់ឲ្យមានកិត្តិយសទៀតឲ្យមានតម្លៃទៀតបើបងប្អូនមិនខ្ញុំជឿថាបងប្អូនក៏ដូចខ្ញុំផងដែរខ្ញុំមកស្រុកយើងមកស្រុកនេះយើងអត់មាន only one penny នៅក្នុងកប៉ាល់របស់យើងដែលយើងអត់មានអីទាំងអស់ប៉ុន្តែថ្មីភ្នែកជាមួយខ្ញុំហើយពិចារណាជាមួយគ្នាឡានក៏អត់ចេះបើកភាសាអង់គ្លេសក៏អត់ចេះមិនចេះបើកចង្ក្រានហ៊ីតឬក៏ស្អីទាំងអស់សិតតែរៀនសារថ្មីទាំងអស់ទៅបែងយើងគ្មានលុយឲ្យយើងមិនដឹងថាធ្វើយ៉ាងម៉េចប៉ុន្តែទៅបែងគេបង្រៀនយើងដូចជាពួកឥណ្ឌាបង្រៀនពួកដែល pilgrim ដែលមកដល់ដំបូងផងដែរអ្នកឯងត្រូវធ្វើដូច្នេះពេលខ្ញុំយកលុយទៅដាក់បែងដើមដំបូងហើយគេប្រាប់គេថាអ្នកឯងអត់មានលុយនៅក្នុងបែងជាមួយយើងដូច្នេះអ្នកឯងធ្វើអញ្ចេះទៅម្ដងបន្តិចគេបង្រៀនយើងសង្គមនេះបង្រៀនយើងដើម្បីឲ្យយើងអាចរស់នៅជាមួយនឹងគេបានហើយយើងអាចទៅរៀន high school ជាមួយគេទោះបីខ្ញុំអត់បានទៅរៀននៅ high school ជាមួយគេក៏ដោយប៉ុន្តែយើងអាចយកកូនយើងទៅរៀនយើងអាចធ្វើនេះយើងអាចធ្វើនោះដោយសារសង្គមនេះបានបើកបេះដូងរបស់ផងគេទទួលយើងមែនទេដោយសារស្អីដោយសារសេចក្តីបង្រៀននៅក្នុងនេះបង្រៀនប្រាប់យើងថាម៉េចកុំឲ្យគិតតែពីប្រយោជន៍ខ្លួនឯងគិតពីអ្នកដទៃផងហើយនេះសំខាន់អរអ្នកបងប្អូននេះដូច្នេះហើយបានជាយើងទាំងអស់គ្នាមិនមែនគ្រាន់តែ celebrate អ្វីដែលជាផលល្អសម្រាប់ជីវិតដែលយើងទាំងអស់គ្នាខំប្រឹងធ្វើប៉ុណ្ណោះទេសង្ឃឹមថាកូនយើងចៅយើងវាមិនលៀនណាតទៅដាក់បបោលភ្លើងណាយើងអាចរៀនកូនចៅយើងឲ្យធ្វើដូច្នោះក៏វាសំខាន់ផងអ្នកបងប្អូនវាសំខាន់វាត្រូវការពេលវាត្រូវការអ្វីទាំងអស់ត្រូវការពេលវេលាដំណើរក្នុងជីវិតត្រូវការពេលវេលាមែនទែនដូច្នេះហើយបានជាសង្គមនេះគេបង្រៀនយើងថាយើងធ្វើដូច្នេះបើសិនជាអ្នកឯងធ្វើដូច្នេះយើងអត់យល់ពីអ្នកឯងទេដូច្នេះគេយល់ព្រមជាមួយគ្នាថាអក្សរនេះគឺជាអក្សរ A ផ្លាកនេះគឺជាផ្លាក stop ផ្លាកនេះជា yield ភ្លើងនេះជាភ្លើង clear ដែលយើងអាចទៅបានបើតែអ្នកឯងឃើញភ្លើងក្រហមអ្នកឯងត្រូវឈប់យើងយល់ព្រមជាមួយគ្នាមែនទេយើងយល់ព្រមជាមួយគ្នាក៏ប៉ុន្តែបើសិនជាផ្លាក stop យើងអត់ឈប់យើងចេះតែទៅចូលឡានមកកន្លែងទៀតដូច្នេះហើយបានជាគេបង្រៀនយើងជាអ្នកបើកជា professional driver គេថា just do your job យើងត្រូវតែធ្វើការងាររបស់ផងយើងកុំយកយល់បើសិនជាយើងយកយល់ជួនកាលមានគ្រោះថ្នាក់ដូច្នេះបើសិនជាយើងត្រូវតែកុំបោកដៃឲ្យគេហៅមកបើយើងបោកដៃហៅគេបើសិនជាគ្រោះថ្នាក់កើតមានឡើងយើងអ្នកទទួលខុសត្រូវអត់អ្នកបងប្អូនមានកន្លែងនេះសំខាន់មែនទេដែលយើងទាំងអស់គ្នាកាលណាយើងយល់ពីកន្លែងនេះយើងមានភារកិច្ចទទួលខុសត្រូវចំពោះអ្វីដែលយើងធ្វើសម្រាប់ជីវិតរបស់ផងយើងអរគុណព្រះយើងមិនត្រូវមានមនុស្សជា3សែនមករស់នៅសហរដ្ឋអាមេរិកទេពីព្រោះប្រទេសនៅជុំវិញយើងគេមិនចង់ឲ្យមានខ្មែរណាម្នាក់ចេញមកស្រុកក្រៅទេរួមទាំងខ្ញុំដែររួមទាំងអស់អ្នកបងប្អូនមានប៉ុ
ប៉ុន្តែអរគុណព្រះកាលពី75ឆ្នាំកន្លងទៅសហរដ្ឋអាមេរិកបានចូលប្រឡូកក្នុងជីវិតរបស់ផងយើងទោះបីយើងបដិសេធមិនទទួលយកគេជីវិតភក្តិរបស់ផងយើងក៏ប៉ុន្តែគេនៅតែយកយើងជីវិតភក្តិរបស់ផងគេអរគុណដល់អ្នកដែលមកមុនយើងនៅក្នុងឆ្នាំ75ខ្ញុំជឿថាពួកយើងមកក្នុងឆ្នាំ80ផ្លាយយើងអត់មានយកលុយមករៀនមកទេហើយខ្ញុំជឿថាអ្នកដែលរត់ឆ្នាំ75ក៏គ្មានលុយដែរមែនទេបងបាទរត់ឡើងកប៉ាល់ទឹកទម្រាំតតន់ដូច្នេះបានន័យថាគ្មានអ្នកណារត់ទៅបែងដើម្បីដកលុយទេយើងដូចគ្នាប៉ុន្តែអ្វីដែលសំខាន់បំផុតអ្នកដែលមកមុនយើងគាត់បានផ្ដល់នៅមេរៀនល្អដែលធ្វើឲ្យពួកអាមេរិកគេស្រឡាញ់យើងក្នុងករណីបងស្រីគំនូរគាត់បានយកបងប្អូនគាត់មកជាច្រើនពីព្រោះអ្នកដែលស្គាល់គាត់គេស្រឡាញ់គាត់គេស្រឡាញ់ពួកគាត់គេស្រឡាញ់ពួកគាត់ហើយដូចជាខ្ញុំយើងគ្មានសាច់ញាតិនៅស្រុកអាមេរិកទេប៉ុន្តែនៅពេលដែលគេស្រឡាញ់យើងចង់បានបងប្អូនយើងមកគេទទួលយកយើងមកខ្ញុំសូមជម្រាបថានៅក្នុងជំរំទោះបីយើងរៀនភាសាអង់គ្លេសគេមិនឲ្យយើងរៀនទេបងដល់ឆ្នាំហ្នឹងណាដូច្នេះបានន័យថាអរតែបងប្អូនមានជីវិតរបស់ផងយើងត្រូវយល់ឆ្ងាយកាលពីដើមឡើយយើងគ្មានលុយមួយសេនឥឡូវនេះបងប្អូនមានផ្ទះសម្បែងនៅមែនទេមានផ្ទះសម្បែងនៅអត់មានអ្នកណាហូបម្លេះទេមានអ្នកណាហូបម្លេះទេមកឡើយអត់ទេណាយើងអរគុណព្រះអរគុណព្រះទៅផ្ទះដែលយើងទិញអាផាតមិនដែលយើងមានក៏ស្អីក៏ដោយយើងមានទីជម្រកសម្រាប់ជីវិតសម្រាប់ការរស់នៅយើងអរគុណព្រះដូច្នេះបងប្អូនមានធ្វើបានល្អប្រសើរហើយបន្តធ្វើទៅមុខទៀតកុំឲ្យលោកីនេះដាក់ microphone ដាក់អីamplifier ខ្លាំងមកតិចយើងថាអ្នកឯងមិនជាអ្វីទេអ្នកឯងគ្មានជោគជ័យក្នុងជីវិតទេបើសិនជាយើងរស់នៅនេះហើយជាជោគជ័យរបស់ផងយើងអរគុណព្រះមែនទេអរគុណដល់អ្នកបងប្អូននិយាយទាំងអស់គ្នាយើងជាមិត្តភក្តិដ៏ល្អជាមួយគ្នាហើយខ្ញុំជឿថាយើងមានឪពុកគឺជាព្រះនៃនគរឋានសួគ៌តែតែស្រឡាញ់យើងជានិច្ចទោះបីយើងជឿព្រះអង្គឬក៏មិនជឿព្រះអង្គក៏ដោយព្រះអង្គស្រឡាញ់យើងព្រះអង្គស្រឡាញ់យើងមែនទែនអរគុណព្រះអង្គពីព្រោះព្រះមិនបានបង្កើតតែពួកអ្នកជឿព្រះយេស៊ូវទេព្រះបានបង្កើតមនុស្សទាំងអស់ហើយនៅក្នុងមនុស្សទាំងអស់យើងមានឧត្តមគតិយើងមានសន្តានចិត្តខំប្រឹងធ្វើការល្អហើយនេះគឺសំខាន់មែនទែនដល់អ្នកបងប្អូនដូច្នេះហើយបានជាខ្ញុំស្រឡាញ់នៅក្នុងខ12សាវកពូលនៅពេលដែលគាត់សរសេរសម្បត្តិទៅកាន់ពួកជំនុំគាត់និយាយដូច្នេះគាត់និយាយថាបងប្អូនស្ងួនភ្ងាអើយចូលបង្ហើយសេចក្តីសង្គ្រោះរបស់អ្នកដោយកោតខ្លាចហើយញាប់ញ័រចុះគាត់ចង់និយាយអញ្ចឹងគាត់ថាគាត់និយាយថាបើសិនជាអ្នកឯងជឿព្រះត្រូវអនុវត្តសេចក្តីជំនឿរបស់អ្នកឯងកុំគ្រាន់តែមានទ្រឹស្ដីឡើយត្រូវអនុវត្តសេចក្តីជំនឿរបស់ផងអ្នកឯងដើម្បីឲ្យសេចក្តីជំនឿរបស់ផងយើងបានคล้ายទៅជាឧបករណ៍រស់ដែលអាចជួយមនុស្សដទៃទៀតបានកន្លែងនេះដែលគាត់ចង់និយាយភាសាអង់គ្លេសគេប្រើពាក្យថា work out your salvation មិនមែនបានន័យថាយើងទាំងអស់គ្នាខំប្រឹងធ្វើអំពើល្អដើម្បីទៅកាន់ឋានសួគ៌ទេប៉ុន្តែយើងទាំងអស់គ្នាត្រូវអនុវត្តអ្វីដែលជាសេចក្តីជំនឿរបស់ផងយើងសម្រាប់ជីវិតនិងការរស់នៅចំណែកអ្នកឯងដែលខ្ញុំមានមូលហេតុក្នុងអគុណព្រះនៅពេលដែលយើងមកដល់ដើមដំបូងឡើយយើងគ្មានអ្វីទាំងអស់ក៏ប៉ុន្តែនៅពេលដែលយើងទៅព្រះវិហារយើងមិនចង់បានអ្វីអំពីពួកអ្នកដែលទៅព្រះវិហារជាមួយយើងទេប៉ុន្តែអ្វីដ៏សំខាន់បំផុតពួកគេបានបង្រៀនយើងចេញពីសេចក្តីស្រឡាញ់របស់ផងព្រះកន្លែងនេះគឺសំខាន់មែនទែនដល់អ្នកបងប្អូនសេចក្តីបង្រៀនដែលបង្ហាញប្រាប់យើងអំពីថា pure intention ខ្ញុំឃើញបងប្អូនអ្នកជឿព្រះយេស៊ូវជាច្រើននៅស្រុកខ្មែរយើងគាត់ធ្វើបុណ្យ Thanksgiving ដូចយើងដែរប៉ុន្តែសំណួររបស់ផងយើងរបស់ខ្ញុំសួរថាតើពួកគាត់ទាំងអស់គ្នាមានស្គាល់អំពីគោលដៅនៃពិធីបុណ្យ Thanksgiving ហ្នឹងណាមែនទេជួនកាលវាជាការល្អដែលយើងធ្វើប៉ុន្តែយើងមិនអាចធ្វើទៅតាមគ្នាបានទេយើងទាំងអស់គ្នាត្រូវជ្រើសរើសអំពីមូលហេតុដែលយើងធ្វើផងដែរមែនទេយើងត្រូវយល់ពីអត្ថន័យនៃការដែលយើងធ្វើមិនមែនបានន័យថាઅમેនាំគ្នាធ្វើ Thanksgiving នៅក្នុងខែ November យើងនាំគ្នាធ្វើ Thanksgiving នៅ November ផងដែរវាខុសពេលណាពីព្រោះ
November នេះគឺជាពេលដែលគេចូលកាត់ពូជហើយគេដាក់ពូជទៅក្នុងដីសេចក្តីអធិដ្ឋានរបស់ផងគេអ្នកស្រែសូមឲ្យព្រះបានថែរក្សាគ្រាប់ពូជពីព្រោះអ្នកស្រែស្រុកនេះគេប្រើពាក្យថា the land is the Lord មិនមែនបានន័យថាផែនដីជាព្រះទេប៉ុន្តែគេចង់និយាយថាផែនដីនេះជារបស់ព្រះដូច្នេះនៅពេលដែលគេដាក់គ្រាប់ពូជទៅក្នុងដីសូមឲ្យព្រះថែរក្សាគ្រាប់ពូជនេះហើយនៅពេលឈប់ snow នៅពេលដែលគ្រាប់ពូជនេះរស់ឡើងវិញសូមឲ្យពូជនេះបានបង្កើតផលផ្លែកន្លែងនេះគឺសំខាន់ដល់អ្នកបងប្អូនវិញ្ញាណគ្រប់ទាំងបញ្ហាធំតូចនៅក្នុងជីវិតរបស់ផងយើងខ្ញុំអរគុណព្រះពីព្រោះខ្ញុំស្គាល់ព្រះយេស៊ូវដូចជាអ្នកបងប្អូនវិញ្ញាណដែរទោះបីការដ៏ធំធេងយ៉ាងណាដែលយើងឆ្លងកាត់នៅក្នុងជីវិតរបស់ផងយើងប៉ុន្តែយើងទាំងអស់គ្នាជាគ្រួសារយើងឈរជាមួយគ្នាក្នុងវត្តមានរបស់ផងព្រះស្ថិតនៅជាមួយយើងទាំងអស់គ្នាហើយសូមឲ្យព្រះបានប្រទានពរដល់អ្នកបងប្អូនវិញ្ញាណទាំងអស់គ្នាហើយសូមឲ្យពិធីបុណ្យ Thanksgiving ឆ្នាំនេះបានក្លាយទៅជាពិធីបុណ្យមួយដ៏សំខាន់សម្រាប់យើងទាំងអស់គ្នាយើងតែងតែធ្វើគ្រួសារទាំងអស់ធ្វើបុណ្យ Thanksgiving នៅក្នុងថ្ងៃពហុក្នុងសប្តាហ៍នេះតែពិធីបុណ្យ Thanksgiving គឺជាពិធីមួយដែលគ្រួសារទាំងអស់នៅសហរដ្ឋអាមេរិកគេជួបជុំគ្នាដូច្នេះហើយបានជាយើងបានជ្រើសរើស